មកដល់សៀមរាបហើយចាមកដល់ទាំងយប់អញ្ចឹងទៅគឺដើរលេងផាប់ស្រីត្រូវតែម្ដងមកដល់ចំពេលអ៊ូអបងប្អូនចានិយាយទៅគឺថ្ងៃចូលឆ្នាំខ្មែរយើងនឹងឯងអ៊ូអហើយសប្បាយមួយយ៉ាងចានិយាយទៅមកស្រុកយើងពេលរដូវចូលឆ្នាំហ្នឹងគឺប្លែកចានេះខ្ញុំអត់ដែលមកចំពេលវេលាដែលចូលឆ្នាំខ្មែរយើងនេះត្រឹមតែឆ្នាំនេះឯងណាបងប្អូនចានិយាយទៅប្លែកមែនតើប្លែកអារម្មណ៍ហើយសប្បាយមួយយ៉ាងផាប់ស្រីទៅនិយាយទៅអ៊ូអមែនតើបងប្អូនអើយមនុស្សច្រើនណាស់ ក៏ប៉ុន្តែមានការគោរពគ្នាចាមានសុជីវធម៌ក្នុងការលេងបាញ់ទឹកបាញ់អីអញ្ចឹងណាបើសិនជាយើងធ្វើដៃធ្វើអីអត់ចង់ប្រឡាក់កៅអៅសទឹកកៅអៅឬមួយក៏អត់ចង់ឲ្យគេបាញ់អីចាយើងនៅរៀងគៀនតិចទៅហើយមិនអញ្ចឹងទេយើងលើកដៃលើកអីថាអូអត់ទេអញ្ចឹងណាចាគឺពួកគាត់គោរពទៅតាមបំណងរបស់យើងដែរចាមិនមែនចេះតែថាបាញ់អីញ៉ៃញ៉ៃទេឥឡូវហ្នឹងឆ្លងមករកអីញ៉ាំសិន មេឃក្តៅផងដល់អញ្ចឹងទៅរកការ៉េមរកអីត្រជាក់ៗអញ្ចឹងណាបងប្អូនរីឯកូនវិញគេចង់ភ្លក់សាច់ពស់ហើយនិងសាច់ក្រពើចាគេឃើញមាននៅសៀមរាបហ្នឹងមានហាងលក់សាច់ក្រពើសាច់អីធ្វើម្ហូបអញ្ចឹងហ៎ចាអញ្ចឹងទៅគេចង់ភ្លក់ថាវាមិនអីមិនអញ្ចឹងណាសាច់ហ្នឹងរបៀបមិនអីរបៀបមិនអញ្ចឹងទៅហើយនាងខ្ញុំណាគឺថាញ៉ាំទឹកបានណាស់បងប្អូនអើយព្រោះអីអាកាសធាតុវារៀងក្តៅហ៎និយាយទៅខែចាស់ចូលឆ្នាំហ្នឹងគឺក្តៅខ្លាំងហ៎ ចឹងទៅអូយបានអាត្រជាក់ហ្នឹងនិយាយពីថារួលបំពង់កតែម្ដងមិញហ្នឹងគឺហាងសាច់ក្រពើហ្នឹងណាបងប្អូននិយាយទៅហៅពុះមួយចាគ្រាន់តែភ្លក់ហ្នឹងណាចាហើយបាយឆាលោកលាក់សាច់ក្រពើបងប្អូនអើយកូនគេភ្លក់ទៅមានអីគេតែគ្រាន់ថាបើថាឲ្យចូលចិត្តហ្នឹងគឺមិនចូលចិត្តអីទេនេះខ្ញុំនេះវិញភ្លក់អាម៉ាត់គេដែរណាចង់ដឹងដែរមានអីបងប្អូនសាច់វារាងដូចជាទៅជារបៀបចង់ដូចសាច់ត្រីទៅវិញ ឆាហ្នឹងវារាងប្រៃបន្តិចចាលោកលាក់ដល់អញ្ចឹងទៅមិនសូវដឹងរសជាតិពិតប្រហែលទេពីសាច់ក្រពើអញ្ចឹងណាចាញ៉ាំហើយអីហើយហ្នឹងក៏បន្តដំណើរដើរលេងដើរមើលគេតិចទៀតទៅអ៊ូអហឹកហាក់មែនតែនហើយបងប្អូនខ្មែរយើងមិនថាខ្មែរយើងមិនថាបរទេសអូអានេះឆាកធំមកបងប្អូនគេធ្វើសម្រាប់ត្រៀមថ្ងៃស្អែកចាមានតារាល្បីៗមកច្រៀង concert អញ្ចឹងណា ថាបងប្អូនខ្មែរយើងមិនថាជនជាតិបរទេសទេបងជនជាតិបរទេសក៏រៀងច្រើនដែរបងប្អូនប៉ុន្តែគឺលេងទៅដោយដូចថាសុជីវធម៌និងសប្បាយជុំគ្នាអញ្ចឹងណាថ្ងៃដែលនាងខ្ញុំដើរនេះពេលដែលនាងខ្ញុំដើរនេះគឺអត់មានបញ្ហាអីទាំងអស់ចាស់មើលទៅគឺសប្បាយរីករាយទាំងអស់គ្នាតែម្ដងចាអត់មានរញ៉េរញ៉ៃលក្ខណៈថាអឺមើលទៅអញញ៉ៃអីឬមួយក៏មានរឿងផ្ករឿងអីគឺអត់ទេចាលក្ខណៈសប្បាយទាំងអស់គ្នាណា ប្លែកមែនតែនចានាងខ្ញុំសប្បាយគេងឯងដែរព្រោះមិនដែលមកចំពេលរដូវបុណ្យចូលឆ្នាំអញ្ចឹងហ៎ចាលេងប៉ាតម្សៅបាញ់ទឹកបាញ់អីអាកាសធាតុក្តៅអញ្ចឹងបើបានត្រូវទឹកតិចហ្នឹងគឺថាត្រជាក់ស្រួលហ៎បងប្អូនចាកុំភ្លេចជួបគ្នាឃ្លីបក្រោយ